សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើនំអំបាញ់ត្នោតអ្នកខេត្តស្វាយរៀងអ្នកស្រុកអ្នកភូមិខ្ញុំហៅនំអំបាញ់ត្នោតឥឡូវនេះមកមើលពីរបៀបខ្ញុំធ្វើបងប្អូនណាមកនៅស្រុកខ្មែរគឺត្រាំអង្គកិនតែខ្ញុំខ្ជិលណាបងប្អូនហើយមានម្សៅស្រាប់ហើយខ្ញុំប្រើម្សៅអង្គត្នោតនោះកន្លះខាប់ម្សៅខ្សាយកន្លះខាប់បើយើងធ្វើអត់លាយគ្នាប្រើតែម្សៅត្នោតវាទន់ពេកប្រើតែម្សៅខ្សាយវារឹងពេកអញ្ចឹងយើងត្រូវលាយគ្នាដាក់អំបិលបន្តិចហើយខ្ទិះដូងនេះគឺបងប្អូនប្រើខ្ទិះដូងរាវវិញដោយសារខ្ញុំអស់ខ្ទិះដូងរាវខ្ញុំប្រើអាគ្រីមីនឹងមកអញ្ចឹងដាក់ស្ករត្នោត1ស្លាបព្រាបាយហើយនឹងត្នោតទុំម្ដាយខ្ញុំកូរពីស្រុកខ្មែរមកខ្ញុំដាក់2ស្លាបព្រាបាយអឺអត់ត្រូវការផ្អែមពេកទេបងប្អូនឡមដោយសារតែខ្ញុំប្រើខ្ទិះដូងខ្ទិះដូងខាប់តែអញ្ចឹងទៅខ្ញុំថែមទឹកដោះគោអញ្ចឹងបញ្ជាក់ណាបងប្អូនប្រើខ្ទិះដូងរាវទៅកុំប្រើខ្ទិះដូងខាប់ពួកអីម្សៅហ្នឹងអត់ត្រូវការរាវពេកហើយក៏អត់ត្រូវការខាប់ពេកដែរបងប្អូនមកល្មមនេះម្សៅដែលខ្ញុំចង់បានឥឡូវនេះរបៀបទី2គឺខ្ញុំប្រើម្សៅមី1ខាប់អញ្ចឹងប្រើម្សៅមី1ខាប់ហ្នឹងគឺដាក់គ្រឿងផ្សំអីដូចគ្នាក៏ប៉ុន្តែបងប្អូនមិនបាច់ធ្វើម្សៅមីទេខ្ញុំនេះខ្ញុំចង់សាកពួកខ្ញុំមិនដែលធ្វើម្សៅមីទេដល់ពេលយកមកធ្វើអត់ឆ្ងាញ់ទេដល់អញ្ចឹងខ្ញុំធ្វើតែម្សៅកន្លះខាប់សោះក៏ប៉ុន្តែស្ដាយត្នោតដែរវាធ្វើទៅមិនអីទេបងប្អូនក៏ប៉ុន្តែវាដូចថាខ្ញុំធ្លាប់ហូបតែអាម្សៅអង្គត្នោតហើយលាយខ្សាយដល់ពេលហូបម្សៅមីជាមួយនឹងត្នោតអឺធម្មតាខ្ញុំអត់ថាអត់ឆ្ងាញ់ទេតែបើបងប្អូនចង់សាកក៏ចង់សាកទៅតែធ្វើអីក៏ដោយបើយើងមិនសាកមិនដឹងអញ្ចឹងក៏ខ្ញុំសាកទៅអញ្ចឹងបងប្អូនលាយចូលគ្នាឲ្យសព្វអញ្ចឹងទៅខ្ញុំដាក់ម៉ាស៊ីនល្វីបន្តិចទៅវាឆាប់ចូលគ្នាអញ្ចឹងម្សៅដែលខ្ញុំចង់បានប៉ុណ្ណេះមិនឲ្យរាវពេកមិនឲ្យខាប់ពេកល្មមប៉ុណ្ណឹងបងប្អូនទាំងពីរមុខហ្នឹងអញ្ចឹងពេលដែលបងប្អូនចាក់ឲ្យខ្ញុំអត់ប្រើប្រេងឆាប្រើប៊ឺអីទេដោយសារខ្ទះហ្នឹងវាអត់ជាប់អញ្ចឹងទៅខ្ញុំដាក់តូចៗទេពេលបងប្អូនចាក់កុំប្រើភ្លើងខ្លាំងពេកបងប្អូនចង់ចាក់ធំក៏ធំទៅតែខ្ញុំចូលចិត្តអាតូចអញ្ចឹងខ្ញុំចាក់ប៉ុណ្្នឹងហើយភ្លើងមកល្មមហើយយើងប្រែទៅដល់ពេលប្រែចុះប្រែឡើងទៅនំនឹងវាឆ្អិនហើយបងប្អូនខ្ញុំធ្វើបណ្ដើខ្ញុំហូបបណ្ដើចង់អស់បងប្អូនហើយនិយាយរួមទៅនំដែលខ្ញុំនៅតូចៗធ្លាប់ហូបដល់ពេលអញ្ចឹងយើងចូលចិត្តហើយបងប្អូនពួកនំត្នោតហ្នឹងកាលណាដាក់ត្នោតច្រើនពេកធ្វើឲ្យនំនឹងវាខានំត្នោតចំហុយក៏ដោយអាស្ងោរក៏ដោយបងប្អូនអញ្ចឹងលៃលកធ្វើម៉េចកុំឲ្យដាក់ត្នោតច្រើនពេកមកល្មមទៅហើយស្បោងត្នោតនេះវិចតាំងពីស្រុកខ្មែរមកណាបងប្អូនអើយអញ្ចឹងសាកមើលទៅបងប្អូនបើចង់សាកម្សៅមីក៏សាកទៅប៉ុន្តែចំពោះខ្ញុំអត់ចូលចិត្តទេតែខ្ញុំថាខ្ញុំមិនចូលចិត្តកែលោកបងប្អូនចូលចិត្តបើមិនសាកគឺមិនដឹងទេអញ្ចឹងនេះអានេះនំម្សៅអង្គនេះបងប្អូននេះហើយខាងស្ដាំនេះនំម្សៅមីក្នុងវីដេអូនេះមានការខុសឆ្គងត្រង់កន្លែងណាមួយសូមអធិស្ឋានបងប្អូនជូនបងប្អូនទាំងអស់គ្នាសុខភាពល្អជំរាបលាពីម៉ែសវណ្ណប្រទេសអង់គ្លេស